ตอนนี้ alright ស្វាគមន៍ការវិលត្រឡប់មកវិញរបស់ព្រះកងទ័ពរបស់យើងទាំង18រូបមកកាន់មាតុភូមិរបស់យើងមកកាន់ដែនដីសវណ្ណភូមិរបស់យើងវិញបន្ទាប់ពីរយៈពេលដល់ទៅ155ថ្ងៃដែលសៀមបានចាប់យកព្រះកងទ័ពរបស់យើងទាំង18រូបយកទៅដោយខុសជាមួយនឹងច្បាប់បើនិយាយទៅថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនគ្រាន់តែអស់ចូល Facebook ពុបឃើញ fresh news ឃើញ Cambodian Nest Post តាក់ទងជាមួយនឹងការដោះលែងការវិលត្រឡប់របស់ព្រះកងទ័ពរបស់យើងមកកាន់មាតុភូមិរបស់យើងវិញអូខ្ញុំរំណាដូចនិយាយទៅគឺថាសប្បាយចិត្តខ្លាំងមែនតើយកហ្មងដូចកដោចុងឆ្នាំអញ្ចឹងថ្ងៃនេះដូចយើងដឹងអញ្ចឹងថ្ងៃទី31ខែធ្នូឆ្នាំ2025គឺជាថ្ងៃចុងក្រោយនៃឆ្នាំ2025របស់យើងហើយវិលត្រឡប់របស់ព្រះកងទ័ពរបស់យើងចូលមកកាន់មាតុភូមិចូលមកកាន់ទឹកដីនៃប្រទេសកម្ពុជារបស់យើងវិញជាអីដែលខ្ញុំចង់បានសម្រាប់កដោចុងឆ្នាំនេះសម្រាប់ការចាប់នៃព្រះកងទ័ពរបស់យើងយកទៅនឹងតាំងពីពេលដែលមាន ceasefire មួយក៏បាត់ឈប់បាញ់កាលពីដូចជាប្រហែលខែមុននោះហើយមកដល់ពេលឥឡូវនេះវាចូលជា155ថ្ងៃឯងអញ្ចឹងបើសរុបជាខែទៅវាដូចជា5ខែជាងតិចតួចហ្នឹងយូរខ្លាំងម្ល៉េះឡើងចូលជាងកន្លះឆ្នាំណាហើយខ្ញុំបាត់ដឹងតើពួកគាត់ដឹងថាពួកគាត់នឹកគ្រួសាររបស់ពួកគាត់មិនទៅកាន់តែនេះបន្ថែមទៀតហ្នឹងគឺថាគ្រួសាររបស់គាត់នៅផ្ទះហ្នឹងគឺថានឹកពួកគាត់មិនទេនិយាយទៅគឺនឹកគ្នាទៅវិញទៅមកខ្លាំងហ្មងនិយាយទៅអញ្ចឹងហើយការវិលត្រឡប់របស់ពួកគាត់ចូលមកកាន់ដែនដីសវណ្ណភូមិរបស់យើងវិញគឺជាមួយដែលខ្ញុំសប្បាយចិត្តខ្លាំងមែនតើតាមម្ដងវីដេអូចូល155ថ្ងៃវីដេអូខ្លាំងមែនតើតាមម្ដងហើយក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំពិតជា respect ខ្ញុំពិតជាគោរពកោតសរសើរជាមួយនឹងវីរៈភាពដ៏ងាយក្លាហានរបស់វីរៈកងទ័ពរបស់យើងទាំង18រូបដែលពួកគាត់លះបង់ទាំងកម្លាំងកាយលះបង់ទាំងសៃស្រស់ឈាមស្រស់ដើម្បីការពារទឹកដីរបស់យើងពីការឈ្លានពានរហូតដល់ថ្នាក់ពួកវាចាប់យកទៅបាញ់និយាយស្មោះត្រង់ទៅថា to be honest ហ្មងខ្ញុំរងចាំពួកគាត់វិលត្រឡប់មកវិញនឹងតាំងពីថ្ងៃដំបូងនៃការចាប់ខ្លួនរបស់ពួកគាត់យកទៅមកម្លេះនិយាយទៅពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំរងចាំយ៉ាងទះសាហ្មងស្មែនថាពួកគាត់តាមដានខ្ញុំនៅលើ TikTok ប្រកាសជាបានដឹងហើយគឺខ្ញុំតែងតែធ្វើវីដេអូអាប់ដេតតាក់ទងជាមួយនឹងការចាប់ខ្លួនរបស់ពួកគាត់ដល់ថ្ងៃទីម៉ាន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 អញ្ចឹងទៅហើយក៏មាន fake news ក៏មានព័ត៌មានក្លែងៗតាក់ទងមួយគាត់ថាដោះលែងថ្ងៃនេះដោះលែងថ្ងៃនោះហើយខ្ញុំមានអារម្មណ៍ណាខ្ញុំបាទពេលហ្នឹងគឺខ្ញុំអត់ជឿទេថាគេដោះលែងពួកគាត់មកចំថ្ងៃនេះចំថ្ងៃនោះវិញអញ្ចឹងទៅព្រោះព័ត៌មានហ្នឹងគឺយើងអាចជឿទុកចិត្តបានក៏ប៉ុន្តែសម្រាប់ថ្ងៃនេះគឺព័ត៌មាន 100% គឺព័ត៌មានជឿទុកចិត្តបានហ្មងគឺថាពួកគាត់បានជិះឡានក្រុងមកទាំង18រូបមកដល់ទឹកដីរបស់យើងវិញហើយអូយសប្បាយចិត្តខ្លាំងហើយនៅក្នុងហ្នឹងខ្ញុំក៏បានឃើញក្រុមហ៊ុនហាណាម៉ានក៏បានផ្ដល់ជូននៅថាវិការជូនទៅដល់ពួកគាត់ផងដែរនៅក្នុងហ្នឹងគឺហាណាម៉ាននឹងផ្ដល់ជូនរហូតដល់ទៅ$300ឯណោះនៅក្នុងមួយខែបើសរុបទាំងអស់ទៅគឺ3ឆ្នាំយ៉ា$300នៅក្នុងមួយខែរហូតដល់ទៅចំនួន3ឆ្នាំឯណោះបើយើងសរុបលេងទៅសរុប3ឆ្នាំហ្នឹងវាចូលជា$20,000ចិត្ត$20,000គឺច្រើនខ្លាំងមែនតើតាមដងហើយខ្ញុំក៏ពិតជាសូមសរសើរសូមអរគុណខ្លាំងមែនតើតាមដងទៅកាន់ក្រុមហ៊ុនហាណាម៉ានដែលគាត់តែងតែនៅជាមួយយើងនិយាយទៅនៅក្នុងគ្រាលំបាកដែលប្រទេសរបស់យើងកំពុងតែជួបបញ្ហានេះហាណាម៉ានគឺតែងតែនៅជាមួយយើងនៅជាប់លាប់ហ្មងផ្ដល់ស្បៀងផ្ដល់ថវិកាសម្រាប់ឲ្យ influencer សម្រាប់ទិញស្បៀងផ្គត់ផ្គង់ទៅដល់បងប្អូនជនភៀសសក៏ដូចជាបងប្អូនខ្មែររបស់យើងដែលភៀសសចេញពីសង្គ្រាមហ្នឹងហើយជាមួយនឹងបងប្អូនព្រះកងទ័ពរបស់យើងទៀតនិយាយទៅហាណាម៉ានគឺនៅជាមួយយើងតាំងពីលើកមុនមកហើយលើកនេះក៏នៅជាមួយហើយវីរៈកងទ័ពរបស់យើងវិលត្រឡប់មកក៏ផ្ដល់ជូននៅថវិកាទៅដល់ពួកគាត់ទៀតW ហាណាម៉ានមែនហើយមួយទៀតនៅចុងឆ្នាំ2025នេះគឺធ្វើឲ្យយើងគ្រប់គ្នាដែលជាកូនខ្មែរនឹងយល់នៃអត្ថន័យនៃពាក្យថាអរគុណសន្តិភាពអញ្ចឹងសន្តិភាពឬមួយក៏ peace គឺសំខាន់ខ្លាំងមែនតើតាមដងសម្រាប់ប្រទេសរបស់យើង so that's it សម្រាប់ថ្ងៃហ្នឹងវីដេអូវិញខ្លីតិចប៉ុន្តែខ្ញុំចង់ខ្ញុំចង់ express ខ្ញុំចង់ធ្វើជា memory ខ្ញុំចង់ធ្វើជាការចងចាំមួយសម្រាប់ការដោះលែងនៅវីរៈកងទ័ពរបស់យើងវិលត្រឡប់ចូលមកកាន់ដែនដីសវណ្ណភូមិរបស់យើងវិញវាគ្រាន់តែជាវីដេអូ memory វាគ្រាន់តែជាវីដេអូដែលរំលឹកនៃការចងចាំនៃការវិលត្រឡប់របស់ពួកគាត់មកកាន់ទឹកដីរបស់យើងវិញអញ្ចឹង see you guys នៅវីដេអូក្រោយកុំភ្លេចចុច subscribe ម្នាក់មួយផង